Bà xưa đây bùi mày bằng pôn cho một căn channel râu lui tam online pay buồn mộng ở lứ ngày nay nhưng mà chạy cầm lư 10 tiền đấy hay tiện tôn năng dương blog chat kế bằng pôn blog chat hay blog chat dương từ ca từ đo chat vinh bằng pôn này thuộc blog bằng pôn bị chen miền này ha miền sòng xa ấy để thuộc blog kê khăn cái blog hay bằng pôn trong đo vào vinh tao bằng pôn cho từ tua sana video nhom tiếng ngọc nàyឥឡូវមុននឹងចូលទៅទស្សនាវីដេអូបងប្អូនកុំភ្លេចជួយចុច Subscribe មួយឥឡូវបងប្អូនមើលតាមវីដេអូសញ្ញាព្រួយខ្ញុំទាំងអស់គ្នាដើម្បីចូលទៅខ្ញុំចូលទៅ blog ឥឡូវខ្ញុំចុចចូលឆាតសិនមកបងប្អូនមើលតាមសញ្ញាព្រួយខ្ញុំទាំងដើមទាំងអស់ចុចឆាតមកបងប្អូននឹងចុចលើហ្នឹងបងប្អូននឹងកលេសមកឃើញកន្លែងទប់ស្កាត់ហើយបងប្អូនចុចទប់ស្កាត់មកនឹងកន្លែងទប់ស្កាត់ហើយបងប្អូនដោយសារខ្ញុំបានទប់ស្កាត់អានឹងមួយមកចុចតាមខ្ញុំមកដោយសារអញ្ចឹងវាមិនចាញ់បងប្អូនដោយសារយើងនេះដល់ពេលជាមើលខ្ញុំប្លុកជាក់ស្ដែងនេះដូចតែវាឲ្យចូលតាមឆាតអញ្ចឹងបងប្អូនចូលតាមឆាតនេះចុចលើ profile របស់គាត់មកយើងទាញចុចក្រោមមកបងប្អូននឹងមានឃើញខាងក្រោមនេះគេដាក់ប្លុកនេះមើលតាមសញ្ញាព្រួយនេះខ្ញុំអានហ្នឹងបងប្អូនចុចលើនឹងមកបងប្អូននឹងឃើញទប់ស្កាត់ត្រូវបងប្អូនឥឡូវទប់ស្កាត់ហើយនឹងចាញ់វិញនេះនឹងវានឹងលោតចាញ់មកអញ្ចឹងបងប្អូនទប់ស្កាត់អញ្ចឹងខ្ញុំប្លុក1 2នេះឯងឥឡូវអូសទៀតយើងទៅប្លុកម្នាក់ទៀតយើងចុចលើ profile របស់គាត់មកបងប្អូននឹងឃើញកន្លែងនេះមួយទៀតគេដាក់ប្លុកឥឡូវខ្ញុំប្លុកចំនួន5នាក់ឲ្យបងប្អូនមើលទៅនឹងវាលោតចឹងហើយកន្លែងនេះមួយទៀតយើងចុចលើ profile របស់គាត់មកយើងអូសចុចក្រោមមកបងប្អូននឹងឃើញប្លុកអញ្ចឹងចុចប្លុកមួយទៀតបាទឥឡូវយើងប្លុក 3 4 នាក់ហើយអញ្ចឹងដើម្បីយើងទៅដោះស្រាយទាំងអស់គ្នាបងប្អូនជួយចុច Subscribe មួយដើម្បីទទួលបាននៅវីដេអូថ្មីៗយើងទៅដោះប្លុកទាំងអស់គ្នាឥឡូវបងប្អូនចុចទៅលើសញ្ញាព្រួយនៃខ្ញុំគូម៉ូតចុចទៅលើ Facebook បងប្អូនកលេសមើលខាងស្ដាំដៃកន្លែងខ្ញុំដាក់សញ្ញាព្រួយហ្នឹងមានកន្លែងត្រេ3បងប្អូនចុចលើនឹងមកបងប្អូនចុចកន្លែងនេះមើលច្រើនទៀតបងប្អូនចុចនឹងមកបងប្អូនមករកមើលនេះសកូសញ្ញាព្រួយបងប្អូនមើលទៅហើយមើលតាមសញ្ញាព្រួយខ្ញុំអស់គ្នាការកំណត់នឹងឯកជនភាពបងប្អូនអាចចុចលើនឹងមកបងប្អូននឹងមកដល់កន្លែងហ្នឹងបងប្អូនមើលមួយបងប្អូនមើលខ្ញុំឲ្យទាន់ហើយមើលវីដេអូខ្ញុំអាចមើលដល់ចប់ទៅដើម្បីចេះនេះបងប្អូនចុចលើការកំណត់មួយទៀតមកចុចលើនឹងមកបើបងប្អូនមកដល់តម្រង់កន្លែងនេះហើយបងប្អូនអូសចុចក្រោមមកអូសចុចក្រោមទៀតមកនេះបងប្អូននឹងមកមើលកន្លែងនេះខ្ញុំដាក់សញ្ញាព្រួយបងប្អូនមើលជាក់ស្ដែងទៅនេះការទប់ស្កាត់បងប្អូនឃើញកន្លែងនេះរូបមនុស្សមានដូចសញ្ញាលេខដកនៅកណ្ដាលហ្នឹងនេះកន្លែងរូបសញ្ញាព្រួយនៃខ្ញុំដាក់មិនដាក់ហើយបងប្អូនចុចលើហ្នឹងមកចុចលើហ្នឹងវានឹងបង្ហាញឈ្មោះ Facebook ហ៎បងប្អូនឈ្មោះ Facebook ដែលយើងប្លុកមិញហ្នឹងទប់ស្កាត់ហ្នឹងឥឡូវយើងធ្វើការដោះប្លុកវិញឥឡូវ
នេះកន្លែងនេះណាវានឹងប្រាប់យើងហើយយើងត្រូវការដោះប្លុកយើងចុចមកឈប់ទៅវានឹងលោតទៅវិញបងប្អូនយើងចុចមកចឹងមកឃើញវា clear ឡើងវិញហើយខ្ញុំដោះប្លុកអីឥឡូវយើងដោះប្លុកអស់ហើយឥឡូវអស់ហើយអញ្ចឹងយើងថយក្រោយអស់មកឥឡូវយើង clear ចេញអស់ឥឡូវយើងចូលទៅទស្សនាឆាតទាំងអស់គ្នាថាយើងបានប្លុកមកវិញនៅនេះបងប្អូនអាមុំអ្នកលើហ្នឹងក៏ខ្ញុំបានប្លុករីឯឈ្មោះមួយហ្នឹងខ្ញុំបានប្លុកនេះខ្ញុំប្លុកបានមកវិញអស់ហើយបងប្អូនមើលជាក់ស្ដែងទៅ Facebook ចេហៀងហ្នឹងខ្ញុំក៏បានប្លុកដែរតែឥឡូវខ្ញុំទាញមកវិញខ្ញុំដោះមកវិញអស់ហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយបើបងប្អូនពេញចិត្តនៅវីដេអូខ្ញុំកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀត